រុស្ស៊ីចាប់ផ្ដើមប្រមានខ្លាំងៗប្រឆាំងនឹងសហរដ្ឋអាមេរិកក្រោយពេលកងទ័ពសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេងរបស់រុស្ស៊ីមិនបានប៉ុន្មានរដ្ឋាភិបាលក្រុងមូស្គូបានចេញមកប្រមានដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុងវ៉ាស៊ីនតោនដោយចាត់ទុកសកម្មភាពបែបនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់អឺរ៉ូអាត្លង់តិកទាំងមូលនិងចរាចរណ៍នាវាស៊ីវិលនៅទូទាំងពិភពលោកប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរុស្ស៊ី RT បានផ្សាយកាលពីថ្ងៃប្រហ័សទី8ខែមករាឆ្នាំ2026ថាក្រសួងការបរទេសរុស្ស៊ីបានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញសកម្មភាពរបស់សហរដ្ឋអាមេរិកដែលបានប្រើប្រាស់កម្លាំងបាយផ្ទុយនឹងច្បាប់រឹបអូសកប៉ាល់ដឹកប្រេងរបស់រុស្ស៊ី Marinera កាលពីថ្ងៃទី7ខែមករារដ្ឋាភិបាលក្រុងមូស្គូបានបញ្ជាក់ថាកប៉ាល់ដឹកប្រេង Marinera ត្រូវបានផ្ដល់សិទ្ធិឲ្យដោតទង់ជាតិរុស្ស៊ីស្របតាមបទដ្ឋាននៃច្បាប់អន្តរជាតិនិងច្បាប់របស់រុស្ស៊ីទន្ទឹមគ្នានេះដែររុស្ស៊ីបានជូនដំណឹងជាច្រើនលើកច្រើនសារតាមរយៈបណ្ដាញទំនាក់ទំនងផ្លូវការថាកប៉ាល់នាវាដឹកប្រេងនេះកំពុងតែធ្វើនាវាចរក្រោមទង់ជាតិរុស្ស៊ីដូច្នេះវាគ្មានហេតុផលណាមួយត្រូវសង្ស័យផ្ទុយពីនេះឡើយក្រសួងការបរទេសរុស្ស៊ីបានបន្ថែមថាច្បាប់សមុទ្រអន្តរជាតិចែងច្បាស់ថានាវាដែលធ្វើដំណើរក្នុងដែនទឹកអន្តរជាតិអាចត្រូវបានបញ្ឈប់និងត្រួតពិនិត្យបានតែក្រោមលក្ខខណ្ឌដែលកំណត់យ៉ាងតឹងរ៉ឹងបំផុតតែប៉ុណ្ណោះលក្ខខណ្ឌទាំងនោះរួមមានការសង្ស័យពីអំពើចោរសមុទ្រឬការជួញដូរទាសករហើយចំណុចទាំងនេះមិនអាចយកមកអនុវត្តមកលើកប៉ាល់ដឹកប្រេង Marinera នេះទេរុស្ស៊ីបានចាត់ទុកសកម្មភាពរបស់ក្រុងវ៉ាស៊ីនតោនក្នុងការបង្កើតវិបត្តិអន្តរជាតិយ៉ាងស្រួចស្រាលរួមទាំងវិបត្តិដែលធ្វើឲ្យទំនាក់ទំនងទ្វេភាគីដែលកំពុងតែតានតឹងស្រាប់កាន់តែអាក្រក់ឡើងបន្ថែមទៀតហើយក៏ជាមូលហេតុនាំឲ្យព្រួយបារម្ភខ្លាំងបំផុតហេតុការណ៍ពាក់ព័ន្ធនឹងនាវា Marinera អាចបណ្ដាលភាពតានតឹងផ្នែកយោធានិងនយោបាយនៅក្នុងតំបន់អឺរ៉ូអាត្លង់តិកកាន់តែឡើងកម្ដៅបន្ថែមទៀត